dương màu to vì ở dương tiếtประมาณngày mốt ในសារតែខ្ញុំរពលទៅការចេញវីដេអូរៀងយឺតចឹងកុំឲ្យខាត់ពេកយើងមកតវីដេអូយើងទៀតការមុនយើងបានបង្កើត grid line រួចហើយនេះគឺជា grid line ដែលយើងបានបង្កើតក្រោយពីបង្កើត grid line ហើយយើងនឹងធ្វើការកំណត់ទៅលើមកកាត់ធ្នឹមមកកាត់តសហើយនឹងកម្រាស់ slab ដើម្បីបង្កើតទាំងអស់នឹងបានយើងចូលទៅបាកតិចយើងមួយមកប្លង់កតិចរបស់យើងចឹងយើងបើកហើយយើងឃើញថាវាដូចគ្នាទេជាន់ចឹងយើងទៅមើលប្រវែងមកកាត់ប្រវែង span កន្លែងណាធំជាងគេដើម្បីធ្វើការកំណត់មកកាត់ចឹងអានេះ6ម៉ែត្រ6ម៉ែត្រ7ម៉ែត្រនេះធំជាងគេ7ម៉ែត្រចឹងយើងមើលប្រវែងផ្សេងទៀតសិនអានេះ6ម៉ែត្រ6ម៉ែត្រអូតានេះវាចិត្តចឹងយើងឃើញថាមានតែប្រឡោះកន្លែងហ្នឹងឯងដែលធំជាងគេពាក្យតាណាវាមានន័យថាប្រវែងតាណា6ម៉ែត្រប្រវែងម្នេះក៏6ម៉ែត្រ6ម៉ែត្រចឹងតែប្រវែងម្នេះវាដូចជា4ម៉ែត្រឯងចឹងយើងធ្វើការកំណត់កន្លែងនេះទៅមកកន្លែងនេះវាអានេះ6មកនេះ6ម៉ែត្រមកនេះ6ម៉ែត្រ6ម៉ែត្រតែតាណាវាប្រវែងតែ2ម៉ែត្រ8ទេចឹងយើងឃើញថាកន្លែងនេះធំជាងគេចឹងយើងធ្វើការកំណត់ទៅដើម្បីកំណត់បានណាយើងចូលទៅបើក file នេះមួយខ្ញុំមាន file matcat នេះមួយសម្រាប់ធ្វើការកំណត់ចឹងក្រោយពីវាដើរប៉ុណ្ណេះហើយយើងមើលចឹងកន្លែងនេះនេះប្រវែងទិសវែងរបស់អាគារចឹងប្រវែង span វែងហ្នឹងណាហើយកន្លែងនេះគឺប្រវែង span ខ្លីកន្លែងនេះកន្លែងនេះចឹងយើងចូលទៅប្លង់កតិចយើងចឹងប្រវែងវែងយើងមានប្រហែលមាន6ម៉ែត្រយើងថានេះទិសវែងមក6ម៉ែត្រនេះស្ទើរវា3ជ្រុងអញ្ចឹងណាចឹងយើងដាក់អានេះវា6ម៉ែត្រមក6មកដាក់6មកចឹងដាក់6ស្មើគ្នាមកចឹងយើងចាប់ផ្ដើមដាក់ប្រវែងវែងខ្លីហើយយើងឃើញហ៎កន្លែងនេះគឺកម្រាស់ slab នេះចឹងកម្រាស់ slab របស់យើងយកទៅដល់140ណាចឹងកន្លែងនេះគឺបាយអកន្លែងនេះគឺការ៉ូកន្លែងនេះគឺកម្រាស់ slab ផ្ទាល់ខ្លួនហ្នឹងហើយកន្លែងនេះគឺបាយអបោកកន្លែងនេះ ceiling ពីដានអញ្ចឹងហើយ MP ទៅហើយអញ្ចឹងខានមកកន្លែងនេះអញ្ចឹងក្រោយពីយើងពេញទាំងអស់ពេញតែកន្លែងនេះមកហើយអាកន្លែងនេះគឺយើងបានពេញរួចហើយជឿមើលអាកន្លែងនេះគឺបន្ទុកសរុប dead load ណា dead load សរុបហ្នឹងប៉ុន្តែ dead load សរុបហ្នឹងគឺអត់ទាន់គិតកម្រាលខានទេអត់គិតអាបន្ទុកកម្រាលខានចូលទេអញ្ចឹងកាលណាអត់គិតចូលអញ្ចឹងយើងឃើញថាបន្ទុករបស់វាគឺមានរហូតដល់ទៅ 3.04 គីឡូញូតនក្នុងម៉ែត្រការ៉េណាហើយមួយទៀតជាអាគាររបស់យើងជាផែនអាគារស្នាក់នៅអញ្ចឹង line load របស់យើងយក 1.92 ទៅតាមទៀតការសមតុកអញ្ចឹងការសមតុកគឺយើងយក 1.4 dead load ហើយនឹង 1.2 dead load បូក 1.1 dead load អញ្ចឹងវាមានទៅផ្សេងទៀតរហូតដល់ទៅ7បើយើងសមមានខ្យល់មានអីទៀតអញ្ចឹងប៉ុន្តែនេះខ្ញុំដាក់តែប៉ុណ្ណេះទេហើយដោយសារតែចិត្តនេះអានេះវាធំជាងគេអញ្ចឹងណាអញ្ចឹងក្រោយពីសំទុកនេះហើយណាយើងមើលបន្ទុកធ្លាក់លើធ្នឹមអញ្ចឹងបន្ទុកធ្លាក់លើធ្នឹមយើងមើលមកកន្លែងនេះសម្រាប់អិតអញ្ចឹងមាត្រប្រហោងមួយអិតគឺយើងយកផាយដេការ៉េលើ4នេះ30នេះគឺយើងគិតថាប្រហោងអិតហ្នឹងគឺវា30ហើយគុណនឹងប្រវែងមកប្រវែងអិតដូចជា190ហ្នឹងហើយគុណនឹង4នេះគឺ4នេះគឺប្រហោងអិតចំនួន4អញ្ចឹងណាក្រោយពីយើងបានមាត្រប្រហោងបាត់ហើយយើងចាប់ដើមរួដំបូងគឺ
อัดดับចឹងอัดดับហ្នឹងគឺវាស្មើកម្រាស់នេះកម្រាស់យើងយកប្រហែលដូចอัดดับយើងយក120ទៅបូកបាយអបាយអីសងខាងទៀតហើយដកនេះដក50លើមីលីម៉ែត្រហ្នឹងគឺមានន័យថាអាកន្លែងហ្នឹងសម្រាប់อัดดับវាក្នុង1ម៉ែត្រការ៉េហ្នឹងគឺវាប្រើពី50ទៅ50ដុំអញ្ចឹងប៉ុន្តែកន្លែងនេះយក50ដុំដល់ទៅហើយកន្លែងនេះមានរបស់វាក្រោយមកគុណនឹងហ្គាម៉ាហ្នឹងគឺ18ហ្គាម៉ារបស់ដីអញ្ចឹងអានេះគឺសម្រាប់อัด10ហើយអានេះគឺសម្រាប់อัด20ដូចគ្នាទេកន្លែងនេះគឺកម្ពស់អញ្ចឹងកម្ពស់អញ្ចឹងបានយើងទៅមើលអាកតិចកម្ពស់របស់យើងបានចឹងកម្ពស់វាដូចជា 3.8 អញ្ចឹងដាក់មក 3.8 ចឹងកាលណាដាក់ហើយណែអានេះបន្ទុកអិតចឹងបន្ទុកអិតយើងស្មើណែអិតបានអិត10អញ្ចឹងស្មើអិត10ណែគុណនឹងកម្ពស់អញ្ចឹងមកបានប៉ុណ្ណឹងហើយអិត20ដូចគ្នាដែរស្មើនឹងអាបន្ទុកនឹងមកគុណនឹងកម្ពស់ទៅបានប៉ុណ្ណឹងហើយនេះគឺការកំណត់មកកាត់ធ្នឹមណែចឹងយើងឃើញថាមកកាត់អស់ធ្នឹមយើងគឺ46ចឹងណែ46ចឹងយក46នឹងយកទៅណែបាន46ហើយតមកទៀតយើងរមៀតធ្នឹមអីហ្នឹងមកណែរតាមនេះមកចឹងយើងណែចឹងបន្ទុកធ្លាក់លើធ្នឹមណែមានប្រមាណណែមានមកយើងស្មើប៉ុណ្ណេះចឹងមកកាត់ធ្នឹមរបស់យើងគឺណែ46ចឹងយើងបាន46សម្រាប់មកកាត់ធ្នឹមក្រោយមកកាត់ធ្នឹមមកយើងចូលមើលមកកាត់តសម្ដងហើយនៅកម្ពស់ជាន់ទី1របស់យើងដូចមាញ់យើងដូចជា1.8 ម៉ែត្រមានម៉ានជាន់កន្លែងនេះចំនួនជាន់អញ្ចឹងយើងទៅមើលគិតដល់ជាន់ដំបូលដែរណាកន្លែងហ្នឹងណាអញ្ចឹងវាមានម៉ានវាមាន9 10 11ជាន់ទាំងអស់យើងគិតថាវាស្មើគ្នាចុះអញ្ចឹងយើងដាក់មក11ជាន់11ជាន់អញ្ចឹងយើងក្រោយពីដាក់11ជាន់ហើយយើងមើលទៀតកន្លែងនេះបាក់មើលយើង enter កន្លែងនេះផ្ទៃកាឡាវាផ្ទៃកាឡានេះវាស្មើមួយខាងណាL លើកន្លែងនេះគូតកែប្រអីអាកតិចរបស់យើងវាអត់ស្មើទេអញ្ចឹងវាអាពីនេះ6អញ្ចឹង6ចែកអញ្ចឹងផ្ទៃកាឡាហ្នឹងវាអញ្ចឹងផ្ទៃកាឡាដែលធ្លាក់លើសសរហ្នឹងគឺវាទៅពីនេះពាក់កណ្ដាលមកនេះពាក់កណ្ដាលហើយមកនេះពាក់កណ្ដាលចំវិញណាចឹងយើងអានេះ6ម៉ែត្រយើង offset 3ម៉ែត្រមក3ម៉ែត្រតែអានេះ4ម៉ែត្រណែប្រវែងមកណា4ម៉ែត្រណាណែប្រវែងមកណា4ម៉ែត្រអញ្ចឹងយើង offset វា2ម៉ែត្រមកអញ្ចឹងបន្ទុកឲ្យធ្លាក់មកលើតសគឺណែតហ្នឹងមានប៉ុណ្ណាអញ្ចឹងដាក់ពណ៌វាឲ្យណែចាក់ហាច់មួយមកអីយ៉ាមកយ៉ាង sorry យើងយក select អានេះមកដងទៀតមកយ៉ាងដាក់ថមតិចស្រួលមើលចឹងណាហើយពណ៌សមើលអត់ឃើញទៀតហើយមើលកាន់តែមិនឃើញទៀតដល់ layer មកហាច់ពណ៌វា
này mong á những cái nào anh tràn phê vậy vạ rồi lấy xong đo po cái này em thấy á chẳng cứ vật tốc lại thợ mà lơ tờ nó cứ miền phần đằng ảnh chẳng dương chập đam pin mà cái này níประมวยมาใจปีนั่งไปตรายไงอะไรนี่เขาตรายได้แต่อะไรนี่ตรายจะใส่อันนี้ประมวยมาใจปีมาใจปีแต่อะไรนี่เวียมเบนประมวยมาได้มันเวียบุญมาอ่ะบุญมาchân dựng đạm mà lục ăn chào lại đạm đạm buồn mát đấy đạm buồn mát chăm đấy chẳng cái việc đạm bên hai này dừng khơi thà nếu tây cả la về chẳng tây cả lá với sam sập chân những chạo tập hẹn một việc sam sập đó dừng mượn tịnh á tây cả la sam sập trời đó chẳng nè tây cả la sam sập khơi những cái này khơi sam sập về này chẳng trời rồi cả na trời hay dừng ô mà mưa tiền máu cho nè bọt nâm ấy nó tục xanh máu hay đó là cái lấy nè tục làm nắng về miền và tổng trang bộ so hay và tổng trang bộ so hay con bằng pram phe rồi này tiền sai nhung kịch hà cái lấy nhung kịch cho oi về con pram phe rồi tiền chẳng này chẳng cài những ban bên này hay này những mơ bảo anh ấy cứ can xong tận bao so rồi hay chẳng can xong tao cứ ban làm lại phần nè cài một tiết nhưng tôi cài cho được làm bài tăng này chẳng lại nó dùng vô sam sập mpa tới lại đấy bay rồi cài cái bằng đáy chứ hay trong pra phe nè cái này ní bao son chi à phi nè ha bao son chi đại con hay đại con đánh chẳng cái này đại con đánh vì son cho hộ sập pram tại bọn đại con chóp son cho chật sập pram như vậy hay rồi đấy trong vô pi tới rồi một căn tờ số rồi nó bên đây cho lo pi muối tới đó phòng bày chẳng á chẳng trong vô pi mà nói đấy là bày số hay cái món nè cầm lang man phần năng chẳng rồi một căn tờ số cái này ní dừng oi mà cái này dừng lại nó dừng oi á chẳng chăm oi cái này ní đôi chia phần mùi rồi tới hay ba chân oi đâm lại xây nó tiếp các bạn đạm rồi mới mất mệt đấy rồi rồi có phần mùi rồi nhân đây tại cái này nó dùng rồi đấy đạm rồi nói chẳng phần rồi chẳng một căn so nè một căn so sắp mãn phần rồi hà sập phần hà nhá chất sập hà nhân đây chẳng những bạn mình thấy thì mỗi một căn so chất sập hà thì pi chúng bắn nó rồi muốn tích một căn nấm sai hốc hay camera slab màn camera slab mà rồi xài chẳng dương ban tăng on đang hái dương thuê ca còn nọt khả năng cầm thì robot dương máu chẳng đôi một đáy dương còn nọt một căn này chạy lại nè nè chạy lại nè chạy máu hay rư bọc bím thâm nắng bắt đam ra so bì dân nè so bí chạy 10 năm các bạn đã hay cái này riêng khả năng bê tông mà dương vua bê tông sam sạp máu hay cái này dương pin mà một cắt vào dương thâm vào dương mẹn mạnh dương mười má sai học chẳng dương vua sai học máu sai học chẳng dương đạm mà nè sai học cái này khả năng bê tông trời ấy ban nó chẳng end mà end nó hay xem chết dương lục cháu lên có mời về vợ con
Sai hộc hay căn mà cắt nằm hay dương sò nó đam nào sò xì dân dương nè xì vẫn dương chạy lừa về máu hay đây không làm về tăng màn sam sập dương rơi vô sam sập nó hay mà cắt sò dương màn mảnh chặt sập hà sập chân dương đạm máu hà sập chặt sập chân nè đặt đồ lại nè 500 700 làm về tăng bàn phải dương add máu ba má dương close sang đấy hay dương thuê caประกาศ camera slab មួយទៀតអញ្ចឹងដើម្បីបង្កើត camera slab បានចូលកន្លែងនេះមកនេះហើយចុចលើវាមកដូចគ្នាដែរដំបូងគឺយើងដាក់មកនេះយើងដាក់ S មកហើយប្រមាណ140មិញដាក់140មកកន្លែងនេះដាក់មកsize 0 ចុចមែននេះ14កន្លែងដាក់14តើមកនេះឬខ្លាំងបេតុងដែរខ្លាំងបេតុងយើងយក30ដែរមកអត់ឃើញមានអូនេះបានប៉ុណ្ណេះយើងចុច add ទៀតមកបានក្រោយពីប៉ុណ្ណេះហើយនេះយើងចាប់ផ្ដើមគូដំបងគូធ្នឹមដើម្បីគូធ្នឹមបាននេះចុចកន្លែងនេះមកនេះចុចផ្លឹបមកហើយយើងទាញដាក់កន្លែងណាមួយឲ្យវាស្រូលដៃយើងទៅហើយអ្នកធ្នឹមយើងចុចកន្លែងនេះយើងឃើញវាលុតពាក្យថា beam ហ៎មកលុតអញ្ចឹងនេះលុតពាក្យថា beam ហ៎ចុចមកហើយរើសកន្លែងនេះ RC beam ហើយរើសមកកាត់ឲ្យយើងបានបង្កើតមកក្រោយពីរើសកាត់បានយើងគូទៅកន្លែងនេះគួរគ្រប់មកអត់ឃើញទេយើងបើកសាច់វាមួយបើកសាច់ចុចកន្លែងនេះហើយយើងមើលអាកតិចយើងគូអាកតាកតិចចឹងកន្លែងនេះមានត្រឹមនេះហើយនេះចឹងចូលមកនេះយើងគូតាម grid អស់មកចឹងបានប៉ុណ្ណេះហើយនេះយើងឃើញថាយើងត្រូវផ្ដាច់វានេះផ្ដាច់មក span អញ្ចឹងតែក្នុងនេះអត់ជាប់ឃើញធ្នឹមនេះជាប់ពីប្រវែងនេះដល់នេះមិនដែរតែអ្វីដែលយើងចង់បានគឺផ្ដាច់ប្រវែងនេះចឹងដើម្បីផ្ដាច់យ៉ាងបានយើងselect ធ្នឹមទាំងអស់ហ្នឹងមកហើយយើងនេះចូល edit រកពាក្យថា intersect វាកន្លែងនេះមកចុចលើវាទៅចឹងដាច់ឃើញដាច់ហើយចឹងបានប៉ុណ្ណេះហើយយើងមើល 3D មកឃើញថាអត់អីទេ 3D តមកទៀតយើងបង្កើតតសមកចឹងយើងគូតសទៅគូតសបានអ្នកចូលនេះកន្លែងនេះ column តសចុច column មកហើយដូចមាញ់ដែរ RC beam RC column ហើយរើសមកកាត់ប្រហែល50 70ចឹងយើងគូមកនេះចឹងចាប់ចឹងខ្លាចអត់ត្រូវត្រូវល្អយើងបត់សិនបត់សាច់វាមកបត់កន្លែងនេះមកចឹងចាប់ផ្ដើមគូតែយើងមើលកន្លែងនេះផងណាកម្ពស់នេះប្រហែលហើយយើងគូទៅលើឬចុះក្រោមយើងចុចទៅលើមកហើយយើងចុចកន្លែងនេះដើម្បីរកកម្ពស់ចាប់ពីកន្លែងនេះទៅកន្លែងនេះវាលោតកម្ពស់ឲ្យឃើញទេកន្លែងនេះ 3.8 អញ្ចឹងយើងចុចលើវាមកកន្លែងនេះមួយផងមកទៅឃើញទេឃើញទេបានប្រហែលយើង close វិញទៅហើយយើងបើកសាច់មកឃើញទេស្អាតបាត់ហើយយើងធ្វើការដាក់ទាំងអស់អញ្ចឹង select វាមកហើយ copy វាទៅ CO មក CO copy ហើយយើងបត់សាច់មកដើម្បីងាយចាប់យើងចាប់ដាក់មក
tại vì chẳng dương nơi gặp nè nơi lại nè bay từ sò năng thiệt chẳng dương select mà bay sò nắng chương trong select đó chương select chương xịp về chụp mà chương chạy lư tiền mà hay nè nó chương copy thì CO tiền mà lập bàn và năng bà đấy chẳng bàn mà nó chương bạn sạch mà khơi nhỉ nè bàn này chương mua 3D mà chương Google mua 3D về chẳng mỗi tiết chương ai giờ cô slap ở hai các bạn trăm coi các bạn này tại chẳng những trăm video coi tới video coi dương cô slap tới dương cô camera khăn và to tiền hay dương mưa cara chân đá cara ấy thêm tiền giống này chẳng ai thà chương thưa cô chân đá hay rồi còn mấy anh nâng chương trăm video coi nhớ này này bên đây chân đá hay chân đá giờ lại này chương cho opening ngay lại này chẳng xemรับ video នេះមានតែប៉ុណ្ណេះឯងហើយចាំ video ក្រោយយើងនឹងបន្តទៀតបាទសូមអរគុណសូមជម្រាបលា